តោះមករៀនភាសាអង់គ្លេសជាមួយខ្ញុំនៅក្នុងថ្ងៃនេះចឹងវីដេអូនេះគឺជាវីដេអូចុងក្រោយដែលជាភាសាគ្នាអំពី subject តើអ្វីខ្លះអាចធ្វើជាប្រធាននៅក្នុងប្រយោគរបស់យើងបានអញ្ចឹងចុងក្រោយគេនេះគឺជា prepositional phrase ដែលយើងត្រូវយក preposition បូកជាមួយនឹង noun ទៅវាទៅជា prepositional phrase ហើយបាទអូខេអញ្ចឹង preposition របស់យើងនៅក្នុងប្រយោគទី1គឺ under the bed makes a good place to hide អូខេបាទចឹងឃើញតែពាក្យថា under គឺជា preposition ប៉ុន្តែ the bed គឺជា noun បូកចូលគ្នាទៅវាទៅជា prepositional phrase ដែលកំពុងតែដើរតួជាប្រធាន makes គឺជា main verb របស់យើងអញ្ចឹងណា Okay so under the bed makes a good place to hide Okay បាទចឹងចំណែកឧទាហរណ៍ទី2គឺយើងឃើញថា in គឺជា preposition the dark គឺជា noun អញ្ចឹង in the dark គឺជា prepositional phrase ដែលកំពុងដើរតួជាប្រធានព្រោះ is របស់យើងនៅពេលនេះគឺជា main verb អញ្ចឹងណាចឹងប្រធានឈរនៅពីមុខ main verb របស់យើងមិនចឹងបាទ Okay so in the dark is where cats feel safest អញ្ចឹងណាអូខេបាទអញ្ចឹងវាជា preposition បូកជាមួយនឹងនាមទៅជា phrase វាទៅជា prepositional phrase ដែលកំពុងតែដើរតួជាប្រធាននៅក្នុងប្រយោគរបស់យើងបាទចំណែកខាងក្រោមពីរនេះអញ្ចឹងដែរបាទដូចគ្នាណាគឺ between ហើយនឹង and ហ្នឹងគឺជា preposition from ហើយនឹង to ហ្នឹងគឺវាដើរជាមួយគ្នាបាទវាជាគេថាវាទាំងគូណាបាទវាមកទាំងគូជាមួយគ្នាបាទអញ្ចឹង between you and me នេះគឺជា subject is a secret okay from dawn to dusk is when she works okay បាទអញ្ចឹង from dawn to dusk នេះគឺជា subject between you and me ក៏ជា subject ដែរបាទអញ្ចឹងណា okay បាទអញ្ចឹងអរគុណកុំភ្លេចជួយ like និង share ផងបាទអរគុណ